ក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពី website មួយចំនួនដែលជួយដល់ការរៀនធ្វើឲ្យយើងរៀនកាន់តែសប្បាយហើយមានមុខងារ AI ជួយ quiz យើងធ្វើដូចជាគ្រូនិងមិត្តភ័ក្តិដែលធ្វើឲ្យយើងរៀនឡើងធន់ទៀតហើយព្រោះយើងអត់ចង់អានសភៅនិងអត្ថបទវែងៗទៀតទេអញ្ចឹងបើសិនជាចង់ដឹងអាចតាមដានវីដេអូនេះបានចឹងដំបូងគេនេះយើងមើលពេលដែលយើងចង់រៀនអត្ថបទនឹងមួយហើយយើងអត់សូវយល់ថាគេចង់និយាយពីអីឬក៏វាវែងពេកយើងអត់ចង់អានយើងអាច copy paste នៅក្នុងវីដេអូ website ហើយវានឹងធ្វើឲ្យយើងជា summary ហើយវានឹងប្រាប់ពីគន្លឹះមួយចំនួនពី main idea អីចឹងជាដើមហើយយើងអាចមើលវាបានតាមចំណង់ចំណូលចិត្តយើងតាមផ្នែកដែលយើងចាប់អារម្មណ៍ចឹងទៅអញ្ចឹងនេះខ្ញុំឲ្យឧទាហរណ៍គឺមួយហើយវាធ្វើជា flash card ឲ្យយើងអញ្ចឹងយើងអាច quiz យើងអាចមើលបានថាចម្លើយមួយណាជាត្រូវឬក៏ខុសហើយយើងចុចបន្តចឹងទៅហើយយើងអាចសាកល្បងឆ្លើយបានវាមាន quiz ដែរអញ្ចឹងយើងគាត់អាច generate quiz មកវាថាការរយៈពេលមួយចំនួនដើម្បីធ្វើជា quiz សំណួរឲ្យយើងហើយអញ្ចឹងក្នុងពេលរងចាំខ្ញុំនឹងចូលទៅ website មួយទៀតអញ្ចឹង website ទី2នេះឈ្មោះថា Study Quest ដែលវាធ្វើជា game ឲ្យយើងចឹងឧទាហរណ៍ថាខ្ញុំមាន game ច្រើនណាតែគេធ្វើឲ្យអញ្ចឹងយើងចង់រៀនបែបជាលេង game tic tac toe អីចឹងទៅឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់ create game ខ្លួនឯងក៏បានឬក៏លេងច្រើនគ្នាក៏បានជា multiplayer ក៏បានជា single player ក៏បានអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាយើងលេង game Block Blast នេះចុះចឹងបើសិនជាយើងចង់មាន content ផ្សេងដែលយើងចង់រៀនយើងអាច upload បានហើយបើសិនយើងមាន text ស្រាប់ហើយខ្ញុំតែហើយខ្ញុំចង់បង្ហាញហ្មងវាលឿនយើងចុចលេខនេះមកហើយយើងចុច start ហើយចឹងយើងរៀបចឹងណាយើងលេងហ្គេមធម្មតាហ្នឹងហើយតបមកឧទាហរណ៍ថាយើងស៊ីបានមួយចឹងពឹបគឺវាតទៀតហើយប៉ុន្តែពេលខ្លះយើងលេងយូរទៅយើងនឹងពេញឲ្យចិត្តងាប់ចឹងណាចឹងយើងអាច renew game របស់យើងបានចឹងយើង quiz កន្លែងនេះមកវាសួរយើងទៅតាមសំណួរទៅតាមអត្ថបទយើងចង់រៀនចឹងក្នុងកន្លែងនេះវាសួរថាតើ passing process មួយណាដែល describe ថា forgiving and able to fix common HTML author mistake តែប៉ុន្តែអានេះខ្ញុំមិនដឹងដែរតែខ្ញុំចេះរកសិនណាឥឡូវយក HTML passing ចុះអញ្ចឹងបើ green មានថាវាត្រូវហើយអញ្ចឹងបើវាត្រូវវានឹងឲ្យ reward យើងជា action ជា power មួយទៅថាជាអ្នក start ម្ដងទៀតក្នុងករណីដែលគេមានចិត្តងាប់អញ្ចឹងទៅហ្នឹងហើយវាមាន dashboard ដែរតែហ្នឹងវាត្រូវការpro account ហើយយើងអាចរៀនផ្សេងៗទៀតបានច្រើនហើយខ្ញុំនឹងធ្វើវីដេអូហ្នឹងផ្សេងពេលក្រោយក្នុងករណីថាអ្នកនរគ្នាឆ្ងល់ពី website ណាមួយហើយចង់ដឹងបន្ថែម website បន្តទៀតនេះឈ្មោះថា Study Fetch ហើយក្នុងហ្នឹងវាមានអីច្រើនមែនតើដែលអាចឲ្យយើងមើលបានថាមាន mini game មាន calendar ជាងរៀបចំការរៀនរបស់យើងចឹងទៅហើយឥឡូវខ្ញុំឲ្យសំណួរមួយគឺខ្ញុំរើសសំណួរគឺ Study Millionaire អញ្ចឹងសំណួរសួរថាអ្នកនឹងខ្លាចជាសេដ្ឋីអញ្ចឹងគេសួរថា Who authored the research on browser internals that this primer is based on បើខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំគិតថាមួយនេះអញ្ចឹងប៉ុន្តែបើ Who អានេះវាជា organization ហើយវាថាអញ្ចឹងឥឡូវតែខ្ញុំយកអានឹងតែចុះចម្លើយហ្នឹងយើង final មកវានឹងប្រាប់ថាអញ្ចឹងគឺខុសគឺ tally ម្នាក់នេះអញ្ចឹង game over ហើយយើងអត់មានលុយទេតែយើងអាចលេងម្ដងទៀតបានជាមួយហើយចំនួនហ្នឹងវាឡើងអញ្ចឹងទៅមួយទៀតនេះក៏ជាប្រភេទ game ដែរហើយ website នេះឈ្មោះថា Botterview ហើយវាសួរដូចគ្នាថា what is the primary function of the web browser អញ្ចឹងយើងមើលបានអានេះខ្ញុំអាចទាយបានត្រូវគឺ to retrieve and display web pages from the internet คลิกនេះមកយើង analyze អញ្ចឹងវាត្រូវបើវាខុសវានឹងលូតពណ៌ក្រហមហើយប្រាប់ចម្លើយដែលត្រូវមកកាន់យើងហើយវាតរហូតចឹងទៅហើយវាក៏ប្រាប់ពីfun fact ពីអ្វីដែលយើងចង់រៀនហ្នឹងហើយនៅមាន website មួយទៀតនេះក៏ល្អដែរឈ្មោះថា Ramnode ហើយវាច្រើនហើយវាវែងអញ្ចឹងខ្ញុំនឹងបង្ហាញនៅក្នុង part 2ហើយអ្នកទាំងគ្នាអាចតាមដានបន្ថែមបានហើយបើឆ្ងល់ក៏ចង់ដឹងបន្ថែមកន្លែងណាអាច comment សួរបានខ្ញុំនឹងធ្វើលម្អិតពី website មួយហ្នឹងហើយបើដល់ចង់ដឹងថាធ្វើម៉េចឲ្យរៀនកាន់តែមានប្រសិទ្ធភាពខ្ញុំនឹងប្រាប់បន្ថែមទៀតដែរអញ្ចឹងជួបគ្នាក្នុងវីដេអូក្រោយ